nhưng ban sầu đạt chất thua ca tram trường con chìm tắc đai ổn chìm mùi nâng cô sắc khởi ní khơi tha khơi phò nâng tên mong ổn cô nhâm đá sai khlang hia sa bảo làng hồ được tắc nhân chân này phê cả bay ngay ní không ca thèm trường ní cứ ngay tị bốn cứ lên khơi ổn lên khơi ổn cặp bật thôi đá sai hay ập khơi sa bảo kia đây à sa bảo để hồ được tắc nâng bên tay con nơi miền sa bảo khlang nó không chìm mỏ đây trong nhung xâm nên nó mạ tặng đã miền côn tôi chắc à xa để bom bị thi ní ban phổ để xa khai níคือđã mệt liềnตะเจียไปคลาดได้ไปคลาดตะเจียจังเวียทั่วการศึกษาปลายพวกโกนเยอะสักเพียงก็เวียปลายพวกตะตามนึงให้ก็สมมะนะคลาดได้ก่อนมีบิธีเซ็งក្នុងការអនុវត្តពេលដែលកូនដាស់សាយក្អកអីអញ្ចឹងតើមានវិធីណាដែលធ្វើឲ្យបាត់លឿនអីអញ្ចឹងអាច comment ប្រាប់ខ្ញុំបានណាបងប្អូនតែពិធីរបស់ខ្ញុំនេះតែ3ថ្ងៃទេបងប្អូនគឺឃើញផលស្មៅដែលហៀខ្លាំងហ្នឹងគឺលេងហៀគាត់ថាវានៅជាប់តិចតួចនឹងច្រមុះហើយពេលกระดาษមកក៏អត់មានដោយស្មៅទាំងដុំនេះកាមុនដែរកាលពីមុនខ្ញុំធ្លាប់ច្នៃពេលមួយអាទិត្យទៅ10ថ្ងៃក្នុងការប្រឈប់ស្មៅគាត់ណាឲ្យគាត់ញ៉ាំថ្នាំពេទ្យឲ្យមួយថ្ងៃ3ដងតែខ្ញុំឲ្យតែម្ដងសូម្បីតែឥឡូវ បែតឲ្យ3ដងក៏ខ្ញុំឲ្យតែម្ដងដូចគ្នាប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រាំជើងគាត់ជាមួយនឹងទឹកក្តៅអូនៗកូនស្លឹកខៃទៅគឺឃើញផលគឺគាត់លេងហៀសបាសូម្បីតែពេលគាត់กระดาษមកក៏អត់ឃើញមានសបាតាមច្រមុះតាមអីដែរបងប្អូនគឺនិយាយទៅវិធីបុរាណគឺប្រកែខ្លាំងមែនតើហើយនិយាយពីថាថ្ងៃទី3នេះគេត្រាំបដាគេច្រំលេងជើងបដាព្រោះគេសបាយអស់គេបងប្អូនហើយនេះទឹកត្រជាក់អស់ហើយណាមិនទឹកនៅក្តៅទេទឹកហ៊ានត្រជាក់ខ្លាំងមែនតើខ្ញុំហ៊ានឲ្យគាត់ឈរលេងអញ្ចឹងណាអញ្ចឹងបងប្អូនបណ្ឌិតទឹកផងមុននឹងដាក់ជើងកូនត្រាំណាអរគុណចាបងកូនខ្ញុំត្រាំ3ថ្ងៃជាប់គ្នាហើយមួយថ្ងៃហ្នឹងគឺខ្ញុំត្រាំ3ដងតែ4ដងតាមខ្ញុំតនេអញ្ចឹងណាបើបងអាចតនេបងអាចត្រាំមួយថ្ងៃហ្នឹង6 5 6ដងក៏បានដែរអត់បញ្ហាទេបងព្រោះអានេះគឺពិធីធម្មជាតិអត់មានប៉ះពាល់អីទេបងទឹកក្តៅជាមួយនឹងគល់ស្លឹកគ្រៃហើយទឹកក្តៅហ្នឹងក៏យើងមិនដាក់ខ្លាំងពេកដែរព្រោះដាក់ខ្លាំងពេកខ្លាយលាកកូនអញ្ចឹងណាបងហើយខ្ញុំមិនដឹងថាក្មេងដូចគ្នាអត់ទេតែកូនខ្ញុំសាកល្បងទៅក៏វាឃើញផលព្រោះអីខ្ញុំអត់នឹកស្មានថាការត្រាំនេះវាបានផលលឿនព្រោះកាលពីមុនខ្ញុំចំណាយពេលមួយអាទិត្យទៅ10ថ្ងៃដើម្បីប្រឈប់ឲ្យគាត់ហៀសបាតែឥឡូវខ្ញុំត្រាំតែ3ថ្ងៃសិតតែលេងហៀសបាតែគាត់ត្រាំហើយហ្នឹងក៏គាត់នៅផ្ដាសាយដែរតែគាត់ថាផ្ដាសាយអត់មានសបាអត់មានហូរតាមច្រមុះឡើងដូចទឹកអញ្ចឹងទេបងអរគុណណាបងណាបើសិនជាអាចបងអាចសាកល្បងឲ្យកូនបងតិចទៅតែក៏ខ្ញុំអត់ដឹងថាគាត់ទទួលបានផលឬក៏អត់